ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកលឹះមួយដើម្បីជម្រាបជូនដល់ទាំងអស់គ្នាបើយើងចង់បានទិន្នន័យបែបនេះលេខរៀងពីលេខ1ទៅដល់លេខប្រមាណអញ្ចឹងទៅទៀតដល់លេខ19ហើយតោះបានយើងវាយព័ត៌មានចូលឬវាយ data ចូលអញ្ចឹងទាំងអស់គ្នាឈប់ធ្វើបែបនេះវាយឺតអញ្ចឹងតោះយើងចង់ដឹងពីវិធីងាយៗហើយរហ័សមកសាកល្បងទាំងអស់គ្នាដំបូងគឺយើងវាយរូបមន្តវាយសញ្ញាស្មើមកយើងដាក់ងោបិទបាត់គ្មានកដោទៅហើយដាក់សញ្ញាភ្ជាប់ហើយយើងវាពាក្យ sequence រូបមន្ត sequence បាទ sequence គឺលេខរៀងអញ្ចឹងបន្ទាប់មកគឺយើងភ្ជាប់រូបមន្តមួយទៀតគឺភ្ជាប់ជាមួយរូបមន្ត counter អញ្ចឹង counter យើងចង់បានពីកលឹមណាទៅអញ្ចឹងខ្ញុំចង់បាននៅក្នុងកលឹម B អញ្ចឹងយើងអូសវាមកដល់ row ណាដែលយើងគិតថាចង់បានអញ្ចឹងខ្ញុំដាក់ត្រឹម row ទី50ណាពី row ទី3ដល់ row ទី50តោះមកយើងអូសវាម្ដងមកយើង enter ប៉ាក់មកហើយយើងអាចវាយបានឧទាហរណ៍ខ្ញុំវាយឈ្មោះវាអីក៏បានដែរវាតិន័យវាអក្សរវាអីក៏វាលោតដែរអញ្ចឹងយើងវាទៅដល់ណាគឺវាលោតទៅដល់ហ្នឹងអញ្ចឹងជាវិធីងាយយើងអត់ចាំបាច់ពិបាកក្នុងការវាយ2ដងបាទវាយ2ដងអញ្ចឹងអរគុណវិធីងាយទាំងអស់គ្នាអាចសាកល្បងបានអរគុណច្រើន月光下的雨季上河河岸边爱恋的景色暮水一夕间偷看着那姑娘被朋友推开要怎样才能靠近你身边哦深色啊我金色的姑娘